ថ្ងៃនេះនេះខ្ញុំចេញមកបង្ហាញពីរបៀបធ្វើប្រហុកខ្ទិះបងប្អូនចេះហើយគឺអាចអូនរំលឹកបានបើមិនទាន់ចេះនឹងអាចមើលវីដេអូនេះខ្ញុំមានជ្រូកច្រាំប្រហុកចាត្រប់ពុតញងខ្ទិះដូងម្ទេសក្រៀមដែលយើងត្រាំមកចិញ្ច្រាំហើយនឹងមានគ្រឿងនេះគឺនេះខ្ញុំយកទៅកិនណាបងប្អូនចាឥឡូវមើលវិធីធ្វើទាំងអស់គ្នានេះខ្ញុំដាក់ខ្លាញ់ហើយក៏ដាក់ម្ទេសយើងនឹងយកមកឆាម្ទេសដែលយើងបានចិញ្ច្រាំហ្នឹងបងប្អូនចាយើងឆាឲ្យឡើងពណ៌ក្រហមបែបនេះហើយគឺយើងចាប់ដើមចាក់គ្រឿងរបស់យើងដែលយើងបានកិនហ្នឹងបងប្អូនចាហើយយើងកូរចូលគ្នាឲ្យសព្វទៅបន្ទាប់មកទៀតគឺយើងដាក់សាច់ជ្រូកចូលចាកូរសាច់ជ្រូកនឹងឲ្យឡើងពណ៌សព្វអស់ហើយបំបែកអស់ហើយគឺនេះខ្ញុំដាក់ប្រហុកចូលប្រហុកហ្នឹងគឺប្រើមួយកូនដុំហ្នឹងឯងបងប្អូនចាបន្ទាប់ពីកូរប្រហុករួចហើយក៏នេះខ្ញុំចាក់ខ្ទិះដូងនឹងចូលទៅខ្ទិះដូងហ្នឹងគឺនេះខ្ញុំមានតែមួយកំប៉ុងនឹងឯងសម្រាប់សាច់ជ្រូកពីខាងកន្លះណាបងប្អូនបន្ទាប់មកទៀតគឺនេះខ្ញុំដាក់ប៊ីចេងហើយនឹងស្ករទេចាព្រោះនេះសារយើងប្រើប្រហុកហើយចាចុងក្រោយហ្នឹងគឺដាក់ត្រប់ពុតញងយើងឯងយើងងាស់តិចហ្នឹងគឺបានហូបហើយឆ្អិនហើយបងប្អូនចាឥឡូវប្រហុកទេសនេះខ្ញុំហ្នឹងក៏រួចរាល់ហើយដែរចាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូនេះខ្ញុំបើពេញចិត្តនឹងជួយចុចតាមដានសូមជួយ like និង comment ម្នាក់មួយមកអរគុណជូនពរហេងហេង